បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំអបសុខបាទពេលល្ងាចទំនេរពីការងារចាប់ដើមចាប់ម៉ូតូចេញដំណើរថតទេសភាពនៅតាមដងផ្លូវដែលឆ្ពោះទៅកាន់ប្រាសាទនៅក្នុងបរិវេណវងតូចនៃខេត្តសៀមរាបហើយនេះខ្ញុំមកដល់ផ្លូវ60ម៉ែត្រហើយថ្ងៃចិត្តលិចហើយបងប្អូនថ្ងៃម៉ោង5កន្លះហើយនៅតាមដងផ្លូវអត់មានគេលក់ផ្លែឈើចំណីអាហារនេះគឺជារង្វង់មូល60ម៉ែត្រធម្មជាតិនៅតាមដងផ្លូវពីផ្លូវ60ម៉ែត្រឆ្ពោះទៅកាន់វងតូចនៃតំបន់ប្រាសាទនៅក្នុងទីក្រុងសៀមរាបគឺកាច់ឆ្វេងដៃយើងឃើញបាទពេលល្ងាចគេរៀបចំដាក់លក់នំបញ្ចុកស្លកខ្មែរបានយ៉ាហើយទស្សនភាពខ្លីៗថតចែកជូនពុកម៉ែបងប្អូនទស្សនាបាទយើងអត់មានអីច្រើនទេបងប្អូនដូចបងប្អូនឃើញហើយគឺលក់ដូរតាមទីជនបទហ្នឹងខ្ញុំទិញទាំងបើគាត់បាទខ្ញុំចាក់សាំងហើយខ្ញុំទិញទាំងបើគាត់មួយកែវតែ1500ហើយចាក់សាំងទៅជាមួយជួយទិញគាត់ទៅបងប្អូនតាមផ្លូវគាត់លក់ដូរមិនសូវជាដាច់ម៉ានទេខែនេះទស្សនភាពតាមនោះផ្លូវមើលទៅបៃតងស្រស់ធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយដែរបងប្អូនពេលល្ងាចម៉ោង5កន្លះហើយថ្ងៃចាំងមកមើលទៅទស្សនភាពស្អាតហើយយើងមកដល់ផ្លូវអង្គរយើងជិះចាក់ទៅខាងប្រាសាទទីក្តីហើយនឹងស្រះស្រង់ហើយទៅទៀតបត់ឆ្វេងឡើងមកតាមខ្លងទ្វារតាមលបងប្រាសាទតព្រំហើយខ្ញុំដឹកយកទស្សនភាពស្អាតនេះប្រាសាទកវ៉ាន់ណាបងប្អូនប្រាសាទកវ៉ាន់ដែលយើងដល់ផ្លូវកែងនៃភូមិអ្នកស្រុកអង្គរណាខ្ញុំឃើញទស្សនភាពស្អាតចាំងឆ្លោះនៅក្នុងផ្ទៃទឹកតទៅពីចេញពីនឹងមកខ្ញុំក៏ជិះបន្តទៅរហូតដល់តាមដងផ្លូវមានអ្នកជិះកង់ហាត់ប្រាណនេះកន្លែងលក់វត្ថុអនុស្សាវរីយ៍មានជីត្រូស្គរហើយរបស់ធ្វើដោយដៃជាកត្រកបច្រៃហ្នឹងអ្នកស្រុកណាស់ហើយនេះគឺខ្លងទ្វារប្រាសាទបន្ទាយក្តីខ្ញុំអត់បានចូលទេខ្ញុំជិះទៅមុខទៀតបាទយកតែទស្សនភាពនៅតាមដងផ្លូវមកដល់ត្រង់នេះគឺផ្លូវបត់ឡើងទៅព្រះដាទៅខាងស្ដាំហើយខ្ញុំមកខាងឆ្វេងមកខាងវងតូចហើយតមកយើងទៅដល់កន្លែងមួយដែលគេកំពុងតែល្បីគឺខ្លងទ្វារប្រាសាទបន្ទាយក្តីផ្នែកខាងជើងទៅខាងជើងបងប្អូននេះកន្លែងនេះស្អាតណាស់ខ្លងទ្វារព្រំញឹមស្រស់ហើយមានរុក្ខជាតិដុះនៅខាងលើតិចហ្នឹងបៃតងស្លែតិចហ្នឹងបងប្អូននេះខ្ញុំជិះពីមុខយកទស្សនភាពពីមុខពីខាងទៅខាងជើងទៅឃើញហើយបន្ទាប់មកយើងបន្តដំណើរមកហើយនេះគឺយើងដល់បរិវេណផ្លូវប្រាសាទតព្រំហើយយើងបន្តរហូតតាមផ្លូវទេសភាពខ្លោងទ្វារប្រាសាទកន្លែងនេះគឺខ្លោងទ្វារជ័យបងប្អូនខ្លោងទ្វារជ័យនៃតំបន់អង្គរទៅខាងកើតនៃតំបន់អង្គរបាទដល់ទ្វារជ័យកន្លែងនេះរៀងងឹតបន្តិចបងប្អូនដោយសារតែធ្លាក់ពលឺហើយម៉ោង5:76ដែរចាំខ្ញុំ edit time តាមលើគេសម្រាប់ពីការងារវីដេអូហ្នឹងតាមពីថ្ងៃអាទិត្យម្លេះស្អាតណាស់បងប្អូនអើយខ្ញុំថតខ្ញុំអត់សូវបានមើលនៅក្នុងកាមេរ៉ាឯងខ្ញុំមើលតែនឹងភ្នែកយើងស្អាតពេកបាទបងប្អូនមានដំណើរកំសាន្តអីនេះកុំភ្លេចមកលេងសៀមរាបបាទជ័យគាត់តាក់កង់លក់ចំណីអាហារផ្លែចេកផ្លែឈើរបស់គាត់ដែលគាត់ដាំដុះនៅផ្ទះគាត់ចឹងហើយនេះប្រាសាទនាង12តបចេញប្រាសាទនាង12មកខ្ញុំចាប់ដើមមកទៀតហើយមកតាមផ្លូវទៀតដែរចូលដល់ផ្លូវពីលៀនចូលដំរីបងប្អូនទៅហើយពីលៀនចូលដំរីបាទខ្ញុំថតយឺតចូលរបៀបគេហៅថារបៀបវីដេអូអីគេ
cinematic បងប្អូនរបៀបធ្វើវីដេអូ slow motion បងប្អូនមើលទៅរំសាយអារម្មណ៍អត់បាទខ្ញុំចាំដាក់ភ្លេងកដោតិចដើម្បីឲ្យវីដេអូកាន់តែមានសោភ័ណភាពអញ្ចឹងណាហើយនេះចាំងថ្ងៃមិនច្រាស់ចុងឈើមកមើលទៅពន្លឺនៃថ្ងៃហ្នឹងគឺធ្វើឲ្យអាធម្មជាតិនៅតាមឯបសងខាងផ្លូវហ្នឹងគឺស្អាតមកកម្រិតទៀតណាបាទបងប្អូនមានអារម្មណ៍ថាមិនសប្បាយចិត្តអីអ្នកនៅក្រុងសៀមរាបអីគាត់អាសាទៅជិះម៉ូតូមើលចឹងណាបងប្អូនវាធ្វើអារម្មណ៍យើងវាស្រស់ស្រាយហើយខ្ញុំមកដល់ទីនេះឈប់ថតយកប្រាសាទគេហៅប្រាសាទសុក្រិតបងប្អូនប្រាសាទសុក្រិតចឹងឯងសាច់នៅពីណាហ្នឹងហើយសុក្រិតឬសំឡេងសត្វឬសំឡេងធម្មជាតិបូករួមជាមួយនឹងរដូវនេះគឺភ្លៀងធ្លាក់បៃតងស្រស់តែម្ដងទាំងស្មៅទាំងដើមឈើពេលល្ងាចថ្ងៃជិតលិចសពោទៅដោយប្រជាពលរដ្ឋយើងដំណើរកំសាន្តទាំងគេទាំងខ្ញុំបាទឲ្យតែល្ងាចថ្ងៃចុងសប្តាហ៍ហ្នឹងទៅហើយមានឯណាទេមានតែតំបន់ប្រាសាទដូនតារបស់យើងហ្នឹងឯងបាទជិះមើលទៅដើម្បីរំសាយនៅការធុញទ្រាន់អីផ្សេងដែលយើងប្រឹងធ្វើការកន្លងមកអញ្ចឹងណាយើងចាប់ដាក់ជិះចេញទៅទៀតហើយទៅដល់វងទល់មុខទីលានចូលដំរីនេះគឺខ្ញុំបត់មកខាងឆ្វេងយកទស្សនភាពនៅតាមប្រាសាទគៀនប្រាសាទបាយ័នហើយឡើងទៅតាមខ្លងទ្វារទន្លេអ៊ំបន្ទាប់មកទៅដល់មុខប្រាសាទបាខែងក៏វីដេអូយើងអាចចប់ត្រឹមពេលល្ងិតបន្តិចដែរបាទពេលល្ងិតបន្តិចដែរព្រោះនៅតាមផ្លូវយើងជិះមើលថតកន្លែងណាដែលស្អាតចែកជូនដល់បងប្អូនទស្សនាតែឥឡូវខ្ញុំបញ្ចប់ការបញ្ចូលសម្លេងត្រឹមហ្នឹងទៅហើយបងប្អូនអាចទស្សនាវីដេអូទស្សនភាពពិតៗហើយសម្លេងផ្ទាល់ទាំងអស់គ្នាទៅបាទអរគុណបងប្អូន